អាស៊ីកណ្ដាលអាស៊ីកណ្ដាលគឺជាអនុតំបន់នៃទ្វីបអាស៊ីតំបន់នេះមានព្រំប្រទល់ជាប់នឹងសមុទ្រកាប់ឆែននៅភាគនិរតីអាស៊ីអឺរ៉ុបនៅភាគពីយប់ចិននិងម៉ុងហ្គូលីនៅភាគខាងកើតអាហ្គានីស្ថាននិងអ៊ីរ៉ង់នៅភាគខាងត្បូងនិងស៊ីបេរីនៅភាគខាងជើងតំបន់អាស៊ីកណ្ដាលទាំងមូលមានផ្ទៃដីចំនួន 4,3451 គីឡូម៉ែត្រការ៉េនិងមានប្រជាជនសរុបប្រហែល 76 លាននាក់អាស៊ីកណ្ដាលមាន 5 ប្រទេសដូចជាទី 1 ប្រទេសគីស៊ីស្ថានប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋគីស៊ីស្ថានដែលមានផ្ទៃដីសរុបចំនួន 2,105 គីឡូម៉ែត្រការ៉េតាមការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 7.3 លាននាក់ទី 2 ប្រទេសតាជីគីស្ថានប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋតាជីគីស្ថានមានផ្ទៃដីសរុបចំនួន 143,100 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជននៅក្នុងឆ្នាំ 2025 មានចំនួន 10,078,6734 នាក់ទី 3 ប្រទេសទូមេនីស្ថានប្រទេសនេះមានផ្ទៃដីសរុបចំនួន 491,210 គីឡូម៉ែត្រការ៉េការជំរុញប្រជាជននៅក្នុងឆ្នាំ 2022 មានចំនួន 7,057,841 នាក់ទី 4 ប្រទេសអ៊ូបេគីស្ថានប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអ៊ូបេគីស្ថានដែលមានផ្ទៃដីសរុបចំនួន 44,8978 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 38,25,6514 នាក់និងទី 5 ប្រទេសកាហ្សាស្ថានប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋកាហ្សាស្ថានមានផ្ទៃដីសរុបចំនួន 2,072,4900 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 20,028,6,084 នាក់